Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមាន mic មួយ brand ទៀតហើយដែលជា brand របស់ Thacchat ហើយលើកុដរបស់វានោះគឺ O3 Magnesium Alloy អញ្ចឹងយើងនឹងមកដឹងពី spec របស់ mic នេះបន្តិចសម្រាប់ mic នេះដែរគឺវាមានទម្ងន់ស្រាលខ្លាំងមែនទែនខុសពី mic ធម្មតាហើយទម្ងន់របស់វានោះគឺ46ក្រាមតែប៉ុណ្ណោះគឺវាស្រាលងាយស្រួលក្នុងការប្រើប្រាស់ហើយសម្រាប់ DPI គឺមាន DPI រហូតទៅដល់26000 DPI 8K polling rate សម្រាប់ sensor port គឺគេប្រើប្រាស់ជាមួយនឹង sensor 3395ចំណែក connection របស់វាវិញគឺប្រើប្រាស់បានរហូតដល់3 connection មាន Bluetooth USB wireless ហើយនៅចុងក្រោយគេនោះគឺខ្សែ Type C ហ្នឹងហើយចំពោះការ design របស់ mic នេះវិញគឺគេភ្ជាប់មកជាមួយនឹង material magnesium alloy ដែលធ្វើឲ្យ mic នេះស្រាលខុសប្លែកពី mic ធម្មតាផ្សេងៗហើយប្រើប្រាស់បានយូរមកអត់បែកញើសដៃទេដោយសារ mic នេះគេ design មកបែបលក្ខណៈចំហអញ្ចឹងមានខ្យល់ចេញចូលហើយក៏ទាំងអស់គ្នាអាចមើលឃើញនៅគ្រឿងខាងក្នុងរបស់ mic នេះបានផងដែររីឯផ្នែកខាងក្រោយរបស់ mic នេះវិញគឺគេ design មកដែលភ្ជាប់ជាមួយនឹងប៊ូតុងកំណត់ទៅលើ DPI ហើយនឹងមួយទៀតគឺកំណត់ទៅលើ connection ហ្នឹងហើយដែលខ្ញុំនិយាយមុនហ្នឹងថាមាន3 connection ហ្នឹងមួយទៀតខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាបើទាំងអស់គ្នាចង់ប្រើជាមួយនឹង polling rate រហូតដល់ 8K polling rate ទាំងអស់គ្នាត្រូវដោតខ្សែជាមួយនឹងដុំ dongle មួយនេះសិនទើបអាចប្រើប្រាស់ជាមួយនឹង 8K polling rate បានក្រៅពី mic ទាំងអស់គ្នានឹងទទួលបាន accessory មួយចំនួនដូចជាខ្សែ Type C ចំនួន1 sticker ចំនួន1ដុំ dongle ចំនួន1និងចុងក្រោយគេនោះគឺសៀវភៅណែនាំចំនួន1ផងដែរហើយដែលខ្ញុំឆ្លាញ់ពី mic មួយ model ខាងមុខនេះគឺទៅលើការ design របស់វាហើយនឹងទម្ងន់របស់វាគឺទម្ងន់របស់វាហើយនឹង material របស់វានោះគឺវាប្លែកជាង mic ពីមុនដែលខ្ញុំធ្លាប់បានប្រើទម្ងន់ក៏ស្រាលហើយ material របស់វាវិញគឺប្លែកបែបយើងប្រើប្រាស់យូរអត់បែកញើសដៃទេអញ្ចឹង mic មួយ model នេះដែរគឺមានតម្លៃត្រឹមតែ$79តែប៉ុណ្ណោះអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ